นี่เจี๊ยบอกระเปลรอบแต่เคยเกยโยกระเปลโยอ้อยแต่สลอสลอกเฟิร์มโฮบอ้อยเซงคอปิกเนียตาปกไม้บองป้อนทลับดังออดทางกระเปลโยมอบอโฮบชงานคลังนะให้ก็อยู่สู้บองป้อนแต่ออกเนียบองได้เคยกระเฮมกระหอมพอนี่จะกระเปลเลยบองป้อนเมนกระอ้อยเซงที่นะจ้ามอนหนึ่งยมมันแต่บอกระเปลก็แต่ยังเมียนกระเปลอ้อยเรียงกายสั้นนะบองป้อนให้ก็ยมโยกระเปลที่กายโยมาลิงเนี่ยเองลิงโจลิงเลิงมือแต่ท่ากัดละมองเชียงเต่าจ้องมองบองป้อนยังធ្វើការចំណាយពេលយូរបន្តិចហើយអាបបក្រំ7នេះហើយបានវាឆ្អិនណាបងប្អូនមើលតែថាឆ្អិនហើយខ្ញុំក៏ធ្វើការដំប៉ងយ៉ាងបងប្អូនអើយដំយកសម្បកឲ្យចេញឲ្យស្អាតក៏ខ្ញុំក៏ធ្វើការលាងទឹកសម្អាតណែហើយបន្ទាប់ពីខ្ញុំលាងសម្អាត2 3ទឹកមើលតែថាស្អាតហើយខ្ញុំក៏ថាចាប់ផ្ដើមរៀបនិងដាក់ស្ងោរបន្តបងប្អូនហើយដាក់ស្ងោរនេះ1 ម៉ោងកន្លះតែថា2 ម៉ោងហ៎បងប្អូនអើយបានក្រំ7ខ្ញុំវាឆ្អិនហើយក្រំ7យើងនេះស្ងោររៀងចំណាយពេលរៀងយូរដែរបងប្អូនអើយនេះឲ្យតែពុះក៏ថែមទឹកតទៅកុំឲ្យវាខាស់ទឹកប្រហែលតែថា2 ម៉ោងអីឆ្អិនបលិបោហើយបងប្អូនអើយហើយបន្ទាប់ពីថាឆ្អិនហើយខ្ញុំក៏ធ្វើចាប់ផ្ដើមចាក់ទឹកលាងសម្អាតម្ដងទៀតណាបងប្អូនយកអាំងអៀងអិលវាចេញអស់និយាយរួមទៅបបក្រំ7មួយចាននេះបើសិនតែពុកម៉ែបងប្អូនឃ្លានឯណោទើយើងរៀងអត់ធ្មត់ទេចំណាយពេល4 5 ម៉ោងឲ្យណោបើបានហូបតែបើបានហូបហើយធានាតែពុកម៉ែបងប្អូនជឿបចិត្តជឿបមើលតែម្ដងដកចិត្តមិនរួចទេឆ្ងាញ់ខ្លាំងណាបងប្អូនអើយហើយនេះគឺជារឿងផ្សំបបក្រំ7របស់ខ្ញុំមានដូងក្រអូ2 ផ្លែម្សៅសាគូខ្ទិះដូងហើយនឹងក្រំ7ហើយបងប្អូនមានអីច្រើនទេដំបូងនៃបបរក្រំ7របស់ខ្ញុំក៏ធ្វើការចាក់ដូងក្រអូ2 ផ្លែណែបញ្ចូលទៅក្នុងខ្ទិះចុងណែហើយបន្ទាប់ពីចាក់ហើយក៏ខ្ញុំតែថារៀបយកមកដាំណែបងប្អូនដាំតែថាពុះតែថាមកល្មមខ្ញុំក៏ធ្វើការចាក់ម្សៅសាគូបន្ទាប់ពីចាក់ម្សៅសាគូហើយក៏យើងបង់ក្រំ7មកក្នុងនេះ100មកបងប្អូនបន្ទាប់ពីដាក់ក្រំ7ហើយក៏ធ្វើការដាក់ស្ករបងប្អូនតាមចំណង់ចំណូលចិត្តពុកម៉ែបងប្អូនទៅឬក៏ដាក់អំបិលតិចហើយនឹងអាកាដូងខ្ទិះក្រអូបយើងនេះឯងបញ្ជាក់ឲ្យបងប្អូនក្រំ7នេះយើងបបរកាន់តែយូរកាន់តែចូលជាតិជាមួយនឹងស្កររឹតតែឆ្ងាញ់តែម្ដងបងប្អូនហើយបន្ទាប់ពីបបរខ្ញុំឆ្អិនតែថាចូលជាតិគ្នាល្អហើយក៏ខ្ញុំចាប់ផ្ដើមតែថាដួសយកទៅភ្លក់ណែពុកបងប្អូនអើយដួសយកទៅឲ្យម៉ែភ្លក់ដំបូងគេចងាញ់អត់ម៉ែងាញ់ណាស់ប្រាប់កាមេរ៉ាផងចងាញ់ហើយបន្ទាប់ពីម៉ែខ្ញុំគាត់ភ្លក់ថាឆ្ងាញ់ហើយមកអស់ចែកក៏កូនចាប់ដើមតែថាមកភ្លក់បន្តម្ដងណែខ្ញុំក៏ធ្វើការដាក់ខ្ទិះដើមឬក៏ចាប់ដើមតែថាយកមកភ្លក់ណែបងប្អូនអើយគ្រាន់តែឃើញបបរយើងនេះស្រក់ទឹកមើលទៀតបាត់ហើយនេះតែបានចូលមើលមិនដឹងជាតិយ៉ាងណាទេនេះហើយនេះគឺជាបង្អែមបបរក្រំ7បានភ្លក់ហើយឬណៅពងម៉ែបងប្អូនទាំងអស់គ្នាខ្ញុំក៏ធ្វើការភ្លក់បន្តណែបងប្អូនអើយនឹកតែដើមបបរក្រំ7នេះខ្ញុំស្រក់ទឹកមើលមេណាបងប្អូនជាតិបងប្អូនអើយជាតិខ្លាំងណាស់ស្អិតល្មួតហ្មងអូឆ្ងាញ់មែនណាបងប្អូនគឺថាក្រំ7គឺថាស្អិតល្មួតឡើងផ្អែមស្អិតហ្មងពុកម៉ែបងប្អូនឆ្ងាញ់ហ្មងពុកម៉ែបងប្អូននេះហើយវីដេអូខ្ញុំមានតែប៉ុណ្្នេះឯងហើយក៏សូមអរគុណដល់ពុកម៉ែបងប្អូនទាំងអស់គ្នាដែលបានតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់អរគុណពុកម៉ែបងប្អូនទាំងអស់គ្នាជម្រាបលាបាយបាយ